ហេតុហើយហេតុអ្វីថៃខ្លាចតុលាការអន្តរជាតិ ICJ 63ឆ្នាំមុនកម្ពុជាបានឈ្នះក្តីលើថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិដូច្នេះថ្ងៃទី15ខែមិថុនាឆ្នាំ1962ជាខួបលើកទី63ឆ្នាំដែលកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារទើបកម្ពុជាសម្រេចយកថ្ងៃនេះដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិលើសំណុំរឿងប្រាសាទតាមាន់ទូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ដើម្បីរកភាពយុត្តិធម៌ឆ្លើយតបទៅនឹងការប្តឹងទៅ ICJ នោះលោកស្រីផែថងថាននាយករដ្ឋមន្ត្រីថៃបានប្រកាសរក្សាជំហរនៅថ្ងៃនេះដែលថាថៃមិនទទួលយកអំណាចតុលាការ ICJ ឡើយហើយឥឡូវក្រុមប្រឹក្សាសន្តិសុខជាតិថៃក៏បានសិក្សាពីផ្លូវច្បាប់និងប្រវត្តិសាស្ត្រយ៉ាងពេញលេញដែរដូច្នេះតើមូលហេតុអ្វីបានថៃខ្លាចមិនហ៊ានឡើងតុលាការ ICJ បើតាមការស្រាវជ្រាវសាវតាពីសំណុំរឿងប្រាសាទព្រះវិហារថៃបានប្រាប់ផែនទីឯកតោភាគី1លើ50ពាន់ដែលគូសវាសដោយខ្លួនឯងខណៈដែលកម្ពុជាប្រាប់ផែនទីកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមឬហៅថាផែនទីឧបសម្ព័ន្ធទី1ហើយភាគីថៃក៏ទទួលស្គាល់ថាជាសន្ធិសញ្ញាទៀតផងដូច្នេះផែនទីនេះមានអំណាចកតេយុត្តចំពោះប្រទេសទាំងពីរសម្ដេចនាយកហ៊ុនសែនប្រធានប្រសិទ្ធភាពបានថ្លែងតាមបណ្ដាញសារព័ត៌មាននៅថ្ងៃនេះថាបើទោះបីជា100ឆ្នាំទៅ200ឆ្នាំទៀតក៏ភាគីទាំងពីរមិនអាចរកដំណោះស្រាយទ្វេភាគីនៅចំណុចទាំង4នោះបានដែរគឺមានតែជំរឿនប្តឹងទៅ ICJ ទេទើបរក្សាបានសន្តិភាពនិងអនុវត្តច្បាប់អន្តរជាតិហើយប្រទេសជាច្រើនលើសកលលោកគ្រប់គ្រងនឹងយន្តការនេះចំពោះអ្នកដែលខ្លាចតុលាការគឺជាជនមានប្រតិភិបឬជាចោរ